ថ្ងៃនេះបងអូនទិញល្ពៅបានធំល្អបងប្អូនចានឹកឃើញចង់ធ្វើផ្អែមល្ពៅបន្ទាប់ពីបាយរោមនាំគ្នាចិត្តល្ពៅធ្វើផ្អែមល្ពៅទៀតហើយបងប្អូនចានៅផ្ទះយើងគឺសប្បាយអញ្ចឹងឯងជួបជុំគ្នាធ្វើនេះធ្វើនោះញ៉ាំបងប្អូនហើយឥឡូវបងអូនខ្ញុំពងឲ្យចិត្តល្ពៅអ៊ីក៏ត្រៀមឆុងកាហ្វេឲ្យដាំទឹកដាំអីធ្វើផ្អែមអញ្ចឹងបងប្អូនចាយើងដាំទឹកទុកមុនឲ្យពុះសិនបងប្អូនល្មមមកចិត្តល្ពៅឲ្យលាងឲ្យទឹកយើងពុះតែម្ដងបងប្អូនហើយល្ពៅយើងពណ៌លឿងទុំល្អណាស់បងប្អូនចាស្អិតល្អណាស់ហើយធំទៀតចាបន្ទាប់ពីចាត់ល្ពៅហើយចាប់ដើមមើលចិតជាចំណិតហើយលាងទឹកឲ្យស្អាតចឹងបងប្អូនចាទុកមួយឡែកសិនពេលនៅផ្ទះទំនេរគិតតែរឿងញ៉ាំនឹងឯងបងប្អូនអើយពេលថ្ងៃបើមិនផ្អែមទេទឹកត្រីស្ករមិនចឹងទេផុកកច្រាំជាមួយស្វាយអីចឹងទៅបុកល្ហុងអីចឹងទៅចាចំណែកផ្ទះបងប្អូនវិញដូចផ្ទះខ្ញុំអត់ចាធ្វើបដាប្រែគ្នាបដាក្តីសុខណាស់បងប្អូនអើយហើយបង្អែមល្ពៅយើងដាក់ជាមួយនឹងភ្នែកកែបបងប្អូនចាឲ្យអូនរក្សាទៅតិចភ្នែកកែប1000អូនរក្សាតិចមក4000ឡើងមកស្បងធំធ្វើផ្អែមហូបកន្លះខែមកអស់ផងចាហើយធ្វើបដាប្រែគ្នាបដានេះគួយចាំញ៉ាំផ្អែមអញ្ចឹងបងប្អូនចាហើយខ្ញុំប្រើខ្ទិះកំប៉ុងបងប្អូនចាអត់បានកោសដងខ្លួនឯងទេឥឡូវស្រួលមួយយ៉ាងដែរមានខ្ទិះកំប៉ុងអញ្ចឹងធ្វើអីញ៉ាំក៏ស្រួលដែរបងប្អូនចាហើយប្រើចក្រានអុសចឹងបងប្អូនចាថ្ងៃនេះប្រើខ្ទិះ2កំប៉ុងបងប្អូនចាភ្នែកកែបយើងទឹកត្រាំទឹកឲ្យលាងឲ្យស្អាតចឹងបងប្អូនចាខ្លាចនៅមានដីមានអីចឹងទៅផ្អែមយើងអត់ឆ្ងាញ់យើងត្រាំទឹកឲ្យយើងលាងស្អាតហើយដល់ពេលទឹកពុះល្ពៅយើងពុះហើយយើងដាក់ភ្នែកកែបចូលបងប្អូនចាដាក់ភ្នែកកែបទុកឲ្យឆ្អិនសិនចាំបងស្ករចាឲ្យចិត្តឆ្អិនឲ្យបងស្ករទៅចាបងស្ករមកល្មមសំរុំមកឆ្ងាញ់បងប្អូនចាខ្ញុំអត់ចូលចិត្តផ្អែមខ្លាំងពេកទេបងប្អូនចាផ្អែមមុតពេកទៅញ៉ាំទៅតលន់ហើយកុំភ្លេចដាក់អំបិលផងបងប្អូនដាក់អំបិលមកចាប់ទៅដើម្បីឲ្យផ្អែមយើងមានរសជាតិដិតកាន់តែឆ្ងាញ់បន្ទាប់មកដាក់ខ្ទិះបងប្អូនចាដាក់ខ្ទិះកំប៉ុងរបស់យើងនឹងចាខ្ទិះអត់មានស្ប៉ុនស័រអីទេបងប្អូនតែញ៉ាំខ្លួនឯងទេតែឥឡូវស្រួលម្យ៉ាងបងប្អូនយើងអត់ហាត់កោសដូងអញ្ចឹងយើងប្រើខ្ទិះកំប៉ុងយើងធ្វើផ្អែមយើងធ្វើនំអីក៏លឿនដែរបងប្អូនចាបន្ទាប់មកយើងដាក់ខ្ទិះដាក់ស្ករដាក់អំបិលអីហើយយើងទុកឲ្យផ្អែមយើងឲ្យពុះហើយរសជាតិឆ្ងាញ់ហើយគឺអូខេហើយបងប្អូនទាំងអស់គ្នាចាមួយឆ្នាំងធំតែម្ដងបងប្អូនចាខ្ញុំចូលចិត្តបងអែមល្ពៅហើយនឹងចេកខ្ទិះណាបងប្អូនចាឲ្យតែទំនេរបងប្អូនគ្នាធ្វើញ៉ាំហើយមើលបែកញើសខៀវបងប្អូនអើយដុតអស់ហើយក្តៅក៏ក្តៅអញ្ចឹងណាថ្ងៃនេះមកធ្វើញ៉ាំផ្ទះអ៊ីចាផ្ទះអ៊ីនៅចិត្តខ្ទមមុខគ្នានឹងឯងបងប្អូនចាបងអែមមួយឆ្នាំងហូប3គ្រួសារតែម្ដងហើយឥឡូវបងអែមយើងឆ្អិនរៀបរយហើយបងប្អូនចាបងប្អូនមកពិសាបងអែមជុំបងប្អូនចាល្ពៅស្អិតអញ្ចឹងឆ្ងាញ់ណាស់បងប្អូនចាហើយធ្វើភ្លាមញ៉ាំភ្លាមតែម្ដងបងប្អូនចាឆ្ងាញ់ណាស់បងប្អូនអើយផ្អែមល្ពៅស្អិតឆ្ងាញ់ហើយយើងដាក់ខ្ទិះហើយញ៉ាំក្តៅអញ្ចឹងណាចាហើយក៏អរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូបងប្អូនចាជួបគ្នាវីដេអូក្រោយអរគុណធំ